ស្ដីមិត្តភ័ក្តិទាំងអស់គ្នាគេថាសាឡាត់ចង់ញ៉ាំឆ្ងាញ់ត្រូវកាត់វាពេលយប់ព្រោះពេលយប់ជាពេលដែលវាដេកអញ្ចឹងយើងដកមេមកវាដឹងខ្លួនទេអញ្ចឹងរសជាតិវាឆ្ងាញ់ហ្មងហើយថ្ងៃនេះមិត្តភ័ក្តិមកលេងអត់មានអីទទួលមានតែកូនសាឡាត់នេះឯងយើងដាំវារៀងក្រាស់តិចហើយយើងដកញ៉ាំបដាអានេះជាវិធីសាស្ត្រមួយចំណេញពេលយើងដកទៅអានៅសល់វានឹងធំបន្តហើយយើងដកញ៉ាំបដាយើងញ៉ាំបានតាំងពីតូចដល់ធំតែម្ដងអញ្ចឹងថ្ងៃនេះយើងកាត់សាឡាត់សម្រាប់ធ្វើឡុកឡាក់សាច់គោសាឡាត់នេះជាសាឡាត់ធម្មជាតិដាំដោយផ្ទាល់ដៃអត់មានប្រើគីមីអីទេឆ្នាំក៏អត់ដែរអញ្ចឹងយើងដកសាឡាត់ធ្វើឡុកឡាក់សាច់គោទទួលមិត្តភ័ក្តិហើយយើងចង់ដឹងថាមន់ហ្នឹងចេះស៊ីសាឡាត់អត់ឥឡូវខ្ញុំដកសាឡាត់មកដើមឲ្យវានេះសាឡាត់ធម្មជាតិរបស់អ្នកឃើញទេច្រើនណាស់អូចេះស៊ីសាឡាត់ទៀតទេសាឡាត់ក៏ចេះភាសាក៏ចេះមន់ក៏ចេះអូខេម៉ូតូនេះចុះឥឡូវយើងធ្វើឆ្អិនហើយនេះគឺជាឡុកឡាក់សាច់គោអ្នកគ្នាចាំមើលណាខ្ញុំភ្លក់ឲ្យមើលនេះសាឡាត់ដែលខ្ញុំបេះមិញនេះគឺទឹកដើមអញ្ចឹងហ្មងនេះយើងញ៉ាំមកទៅមកឆ្ងាញ់ជាងគេជឿនមកសាឡាត់ហ្នឹងកាត់ពេលយប់ពេលវាដេកអញ្ចឹងណាវាដឹងខ្លួនដែរគឺជាតិសាហាវហ្មងមុខម្ហូបទី2គឺត្រីសាម៉ុនជាមួយនឹងសាឡាត់មួយវ៉ាសាប៊ីជាមួយទឹកអ៊ីវអញ្ចឹងយើងដាក់សាឡាត់ទៅមកលោកធ្វើស្រក់ទៅលក់ឆាច់ទៅមកនេះខាងនេះមកនេះវ៉ាសាប៊ីអញ្ចឹងមកកាមេរ៉ាចាប់ឲ្យគៀកតិចមកច្បាច់គេគៀកតិចមកបាទហើយយើងប៉ាតវាបន្តិចមកប៉ាតចឹងមកហើយយើងមាននេះចាំតំណប់តាមក្រោយអ្នកមើលស្រក់ទឹកមកថ្ងៃនេះអស់ហើយដល់ជាមកសាចឹងថ្ងៃនេះទទួលមិត្តភក្តិមានតែប៉ុណ្្នឹងឯងឧស្សាហ៍អត់បានព្រមទុកខុសខ្លាច